ត្រឹមមួយប៉ព្រិចភ្នែកសោះស្ដេចសត្វកំណាចទាំង4ត្រូវចាញ់អស់ធម្មពលពីកំណើតដំណក់ទឹកអម្រឹតហាជាសេះស្បាយអស់ហើយវើយបងបូនេះបងចេះវិជាព្យាបាលដែរហេឥឡូវខ្ញុំឡើងដល់ level 50ហើយទុកហ្វុងសត្វកំណាចទាំងនេះឲ្យខ្ញុំចាត់ការចុះជួយយាមច្រកចេញឲ្យជាប់ទៅកុំឲ្យពួកវាលួចរត់រួចឲ្យសោះណាទទួលបញ្ជាបងបូពិតជាលុយមែនបងបូប្រយ័ត្នត្រឹមស្ដេចសត្វ level 60សោះអញកំទេចចោលដោយគ្រាន់តែក្រវីដៃប៉ុណ្ណោះទុនកម្មទេវៈបញ្ចេញចុយមកនេះឬ level 50នោះវាតែមួយក្បាច់សម្រាប់ស្ដេចសត្វ level 60ដល់ទៅ4ក្នុងពេលតែមួយតើគាត់ជាអ្នកណាឲ្យប្រកាសទៅហ្វុងសត្វពួកវាភ័យឡើងទាំងអស់ហើយពួកវាលែងហ៊ានកម្រើកទៀតហើយវិបត្តិហ្វុងសត្វកំណាចត្រូវបានដោះស្រាយហើយហាខ្ញុំថាហើយតើបងបូពិតជាអាចធ្វើបានមែនគាត់ពិតជាអាចទប់ទល់ជាមួយហ្វុងសត្វរាប់ម៉ឺនក្បាលនេះបានមែនអូនសម្លាញ់ឃើញទេវាមួយក្បាច់សម្រាប់ស្ដេចសត្វ4ក្បាលថែមទាំងបន្លាចហ្វុងសត្វរាប់សែនក្បាលទៀតបងហ៊ាននិយាយថាលើโลกនេះគ្មានអ្នកណាខ្លាំងជាងបងបូទៀតទេអូនឯងត្រូវតែចាប់គាត់ឲ្យជាប់ណាគាត់ពិតជាខ្លាំងមែនអាវក្រោះមួយនោះគឺជារបស់វិមានទេពសត្វគេគឺជាកំពូលអ្នកខ្លាំងមកពីវិមានទេពសត្វសំតែអញ្ចឹងមិនចម្លែកទេដែលសុកស្រាប់តែមានហ្វុងសត្វសម្រុកមកបែបនេះតាមពិតគឺវិមានទេពសត្វជាអ្នកនៅពីក្រោយខ្នងសោះទេរឿងនេះវាមិនសាមញ្ញត្រឹមតែវិមានទេពសត្វមួយមុខនោះទេប្រព័ន្ធបញ្ជូនទីតាំងរបស់ទីក្រុងលីនហៃត្រូវគេលួចកែច្នៃបាត់ទៅហើយប្រកាសជាមានជនក្បត់ក្នុងគោលសម្ព័ន្ធមនុស្សយើងលួចត្រូវរយគ្នាជាមួយវិមានទេពសត្វហើយច្បាស់ជាពួកត្រកូលយ៉ាវហើយតើមានតែពួកវីទេដែលចង់បានទ្រព្យគេនោះហាចង់បានក្រុងលែងហេរបស់ត្រកូលបេយើងនឹងណាស្មានតែបញ្ជាតបសត្វចម្លែក1សែនក្បាលនេះអាចកំទេចក្រុងលែងហេបានយ៉ាងងាយទៅហើយតើនឹកស្មានមិនដល់សោះថាមនុស្សជាតិមានកម្ពុជាទេពកសលបែបនេះសោះសំបីតែតបសត្វ1សែនក្បាលក៏ត្រូវខ្លាចជាញើតដែរវើយអល្អិតអញមានទេពកសលខ្លាំងជាងអាឆេនឈីកាពីមុនទៅទៀតវើយបងបូប្រយ័ត្នណាគេគឺជាមេតបសត្វមកពីវិមានទេវតាសត្វណាគេអាចបញ្ជាសត្វសាហាវបានណាគេខ្លាំងណាស់តើមេតបសត្វមកពីវិមានទេវតាសត្វអញ្ចឹងហេអល្អិតក្រុងណាដែលវិមានទេវតាសត្វអញចង់កំទេចហើយគឺគ្មានអ្នកណាអាចបញ្ឈប់បានទេវើយអញក៏ដូចគ្នាដែរនឹងអប្រកាច់ទោះអញខ្លាំងប៉ុណ្ណាក៏មានតែខ្លួនមួយដែរតើធម្មពលសត្វរបស់ឯងមានកំណត់តើសត្វសាហាវ1សែនក្បាលខំហែកយ៉ាងបាត់សាច់បែបនេះច្បាស់ជាខំឯងតតែសោះតែខ្ញុំមិនខានទេវើយខំហែកខ្ញុំហ៎មុននឹងសត្វអស់នេះខំហែកខ្ញុំនឹងហែកឯងជាជំរិតសិនហេបើឯងខ្លាំងសាក់មើលទៅវិជាខ្លាំងយ៉ាងនេះចាំមើលថាឯងអាចប្រើបានប៉ុន្មានដងទៀត3ដង5ដងចាំដល់ពេលធម្មពលឯងអស់រលីងពេលនោះហើយគឺជាថ្ងៃស្លាប់របស់ឯងវើយហាសម្រាប់វាទៅយ៉ាប់ហើយវើយអាមេតបនោះវាបញ្ចេញកំហឹងសត្វចម្លែកអស់នឹងហើយពួកវាលែងខ្លាចស្លាប់ទៀតហើយណាអំណាចរបស់បងបូលែងមានប្រសិទ្ធភាពហើយតើក្រុងលែងហែនៅតែមិនអាចគេចផុតពីសេចក្តីវិនាសនេះទៀតមែនទេអ្នកប្រុសធំអ្នកនាងទី2ខ្ញុំសុំទោសដែលធ្វើឲ្យលោកម្ចាស់ខកបំណងហើយខ្ញុំប្រហែលជាគ្មានសមត្ថភាពការពារអ្នកទាំងពីរទៀតទេមកចំពេលល្អម្លេះទុនកម្មទេវតាអញគឺ Chen Bo តបសត្វប៉ុណ្ណឹងអាចធ្វើស្អីអញបានទៅហ៎ Chiao Fan បើកទម្រង់ទេវតាសត្វស្រមោលទេវតាសត្វចិញ្ចឹមរបស់បងបូគឺជាសត្វទេវតាតានេះគាត់គឺជាទេវតានេះគឺជាទេវតាសត្វដែលត្រកូលយើងតែងតែគោរពបូជាតើគុណទេវតាសត្វអញបានទទួលស្គាល់ជាម្ចាស់គុណទេវតាសត្វអញ្ចឹងហេអញជាកូនប្រុសរបស់ស្ត្រីបរិសុទ្ធតើអាឈាមថោកកូនឥតខាន់ស្លាបន្ទាប់ពីនេះខ្ញុំនឹងទៅកាន់វិមានទេវតាសត្វដោយផ្ទាល់ដើម្បីជួយសង្គ្រោះម្ដាយរបស់ខ្ញុំ
វត្ថុស័ក្តិសិទ្ធិប្រចាំត្រកូលយើងបែរជាមកទទួលស្គាល់អំនុឈាមថប់នេះជាម្ចាស់ទៅវិញអញ្ចឹងនេះជាការប្រមាថយ៉ាងធ្ងន់ធ្ងរតើប្រមាថដល់ទីបំផុតហើយវើយឯងត្រូវតែញាប់កំតិចឯងចោលទប់សัตว์នឹងរលាយបាត់ដោយខ្លួនឯងធ្លាប់ភ្លួររសជាតិធម្មពលរបស់ទេវតាសត្វដែរទេគាំងភ្លើងទេវតាដុតកំទេចមេឃាចៅហ្វាយខ្ញុំហត់ណាស់ទម្រង់ទេវតាសត្វនេះត្រូវរងចាំ10ថ្ងៃទៀតទើបអាច5ដងទៀតបាននឿយហត់សម្រាប់អញហើយឈៀវហ្វេនសម្រាប់ឲ្យបានល្អទៅណាសៀវហ្វិនឯងនៅលេបចូលទៀតទេបានតើច្បាស់ជាបានហើយគេចូលចិត្តញ៉ាំសាច់ជាងគេហ្មងហេហេធម្មពលវិវត្ត70រងការគៀបសង្កត់ពីច្បាប់ពិភពសត្វកម្រិតមិនអាចឡើងបន្តទៀតបានទេនៅទីនេះយ៉ាងច្រើនឡើងបានត្រឹមវគ្គ60ប៉ុណ្ណោះត្រូវតែរកកន្លែងហ្វឹកហាត់ដែលខ្ពស់ជាងនេះហើយចៅហ្វាយមើលណែអាវក្រោះស្រកាប្រាក់ជួសជុលរួចហើយតើឥឡូវនេះវាជាកម្រិតការពារមហាសេនាបតីណាមិនក៏វាជួសជុលដោយខ្លួនឯងអញ្ចឹងគឺដោយសារតែទើបតែបើកទម្រង់ទេពសត្វអំបញ្ញមិញនេះនឹងណាធម្មពលទេពបានជួសជុលអាវក្រោះដោយស្វ័យប្រវត្តិហ្មងធម្មពលទេពក៏អាចជួសជុលអាវក្រោះសត្វបានដែរចុះមិនមានន័យថាថ្ងៃក្រោយវាអាចត្រឡប់ទៅកម្រិតអធិរាជវិញទេច្បាស់ជាអាចត្រឡប់ទៅកម្រិតអធិរាជបានហើយតទៅពេលហ្នឹងគេពិតជាកាប់មិនមុតចាក់មិនធ្លុះមែនទែនហើយវាឈ្នះអស់គ្មានគូប្រៀបក្នុងលោកតែម្ដងអ្នកខ្លាំងពូកែនៅវិមានទេពសត្វអាចចេញពីទីនោះបានបញ្ជាក់ថាជំរឿននៃស្នាមប្រេះនេះគឺភ្ជាប់ត្រង់ទៅកាន់ពិភពសត្វតែម្ដងចូលទៅជ្រៅពេលនេះគឺប្រថុយខ្លាំងណាស់ហាបងបូខ្ញុំនិងសៀវវឹងសុទ្ធតែឡើងដល់វគ្គ60ដូចគ្នាហើយវើយបងបូឯងអំបញ្ញមិញនេះកាចសាហាវណាស់មកហាការគោរពកោតសរសើររបស់ខ្ញុំចំពោះបងគឺប្រៀបដូចជាទឹកទន្លេដែលកំពុងមិនចេះដាច់ឈប់ពងសត្វត្រូវបានដោះស្រាយហើយត្រឡប់ទៅក្រុងវិញអូខេបងបូអរគុណបងហើយណាអំបញ្ញមិញនេះបើមិនបានបងជួយទេខ្ញុំប្រហែលជាស្លាប់បាត់ទៅហើយបើគ្មានពួកនាងជួយទប់ស្ដេចសត្វទេខ្ញុំក៏មិនអាចឡើងវគ្គបានរលូនអញ្ចឹងដែរនេះគឺជាផ្លាកសញ្ញាទំនាក់ទំនងផ្ទាល់ខ្លួនរបស់ខ្ញុំបាយកញ្ញាតកយើងហ៊ានហៅផ្លាកសញ្ញាឲ្យប្រុសមុនទៀតវើយទីបំផុតយកសាច់រឿងហើយតើអូនថ្លៃកម្រិតទេហ្មងសង្ឃឹមហើយហាចង្រៃយកមិនក៏ហ្វុងសត្វនៅមិនទាន់មកដល់ក្រុងលីនហើយទៀតវិមានទេពសត្វកំពុងតែលេងស្នៀតអីគេហ្នឹងលោកម្ចាស់តើអាចទេថាខាងវិមានទេពសត្វគេបោកប្រាស់យើងនោះជំនឿរបស់ពួកសត្វគឺប្រកាន់ខ្ជាប់នៅពាក្យសម្បត្តិណាបើពួកគេហ៊ានស្បោះធ្វើកិច្ចព្រមព្រៀងហើយគឺមិនមែនចេះតែបោកប្រាស់យើងនោះទេរងចាំបន្តិចទៀតទៅមើលមេគ្រូសាចៅហ្វុងសត្វត្រូវគេកំចាត់អស់ហើយមេតបសត្វម៉ានយីរបស់ត្រកូលយើងក៏បានស្លាប់ក្នុងសមរភូមិដែរថាម៉េចហ្វុងសត្វ100000ក្បាលត្រូវគេកំចាត់អស់ហើយស្នាមប្រេះនោះមានច្បាប់របស់ពិភពសត្វគៀបសង្កត់អ្នកដែលលើសពីវគ្គ60គឺមិនអាចចូលបានទេទោះបីជាត្រកូលប៉ៃប្រមូលគ្រឿងវាស័ក្តិវគ្គ60មកទាំងអស់ក៏ដោយក៏មិនអាចធ្វើរឿងនេះបានដែរតើមានរឿងអីកើតឡើងឲ្យប្រកាសទៅថាអ្នកណាជាអ្នកធ្វើឲ្យប្រកាសនោះអធិរាជយើងនឹងស៊ើបអង្កេតឲ្យច្បាស់ដើម្បីជាការសងជំងឺចិត្តយើងអនុញ្ញាតឲ្យចៅលីងជុនវឹកហាត់នៅក្នុងតំបន់ហាមឃាត់មួយខែទៀតចុះពួកអាវ៉ាសែពួកអាគ្មានបានការមួយហ្វុងលោកម្ចាស់សូមរងាប់កំហឹងផងក្នុងពេលដែលហ្វុងសត្វគ្មានទៀតហើយចុះកងទ័ពដែលយើងដាក់នៅជិតក្រុងលីនហើយនោះតើគួរតែឲ្យក្រុមគ្រឹះវាសតកោចៅដកថយសិនទេអត់ទេបើរំលងឱកាសលើកនេះហើយអាបាយជៀនច្បាស់ជាពង្រឹងការការពារមិនខានបើចង់ដណ្ដើមក្រុងលីនហើយម្ដងទៀតគឺពិបាកដូចឡើងឋានស៊ុកអញ្ចឹងតើលោកម្ចាស់មានន័យថាបញ្ជាទៅចៅជៀនកាត់ផ្ដាច់ការតាក់ទងទាំងអស់របស់ក្រុងលីនហើយវាលោកចូលក្រុងតែម្ដងទៅមានចៅជៀនវគ្គ80ជាអ្នកដឹកនាំក្រុងលីនហើយគ្មានអ្នកណាអាចទប់ទល់បានទេឲ្យតែកាប់សម្លាប់មនុស្សនៅក្រុងលីនហើយឲ្យអស់រលីងទៅស្លាប់អស់គ្មានសាក្សីនោះទេដល់ពេលនោះយើងនឹងទម្លាក់កំហុសទាំងអស់ទៅលើវិមានទេពសត្វក្រុងលីនហើយនឹងនៅតែជារបស់ត្រកូលចៅយើងដដែលមេគ្រូសាពិតជាឆ្លាតវៃមែនគ្មានអ្នកណាអាចរារាំងត្រកូលចៅយើងមិនឲ្យក្លាយជាម្ចាស់ត្រួតត្រាពិភពទាំងពីរបានទេវើយប៉ាហ្វុងសត្វត្រូវបានដោះស្រាយហើយខ្ញុំឡើងដល់វគ្គ60បានដោយរលូនហើយឡ
ពិតជាស័ក្តិសមជាកូនប្រុសរបស់ចេងស៊ឺរបស់អញមែនវើយហាហាហា កូនប្រុសយើងកាន់តែខ្លាំងឡើងហើយមិនយូរទេគ្រួសារយើងនឹងអាចជួបជុំគ្នាវិញហើយតើហ្វូងបេសាចថយទៅវិញហើយពួកយើងរស់ហើយវើយតើអ្នកណាជាអ្នកទប់ទល់នឹងហ្វូងបេសាចទាំងនេះហ៎គឺបងប្អូនរបស់ខ្ញុំនឹងណាគាត់ម្នាក់ឯងសម្លាប់បេសាចជាង100,000ក្បាលឯណោះលោកប្រុសផងខ្ញុំនឹងតាក់ទងទៅលោកម្ចាស់ឥឡូវនេះហើយសេវាដាច់បាត់ហើយតាក់ទងទៅខាងក្រៅអត់បានទេលោកប្រុសថាម៉េចរបស់ខ្ញុំក៏ប្រើអត់បានដែរនឹងមានគេលេងខូចហើយគ្រោះថ្នាក់មិនទាន់ចប់នោះទេណាអ្នកទាំងអស់គ្នាស្ដាប់បញ្ជាប្រុងជើងការឲ្យមែនទែនវើយអ្នកបញ្ជាបេសាចកម្រិតអធិរាជ level 80អធិរាជដាវខ្លាចៅជៀនពិតជាគ្រូសាចៅមែនមិននឹកស្មានថាគ្រូសាចៅហ៊ានខុបខិតជាមួយពួកបេសាចសោះអញ្ចឹងសោះប្រព័ន្ធតាក់ទងរបស់ទីក្រុងលីនហៃត្រូវបានកាត់ផ្តាច់ហើយតបជំនួយលឿនបំផុតក៏ត្រូវការពេល6ម៉ោងទៀតដែរ6ម៉ោងគឺគ្រប់គ្រាន់នឹងកំទេចទីក្រុងនេះចោលគ្មានសល់កុំភ័យអីពួកឯងនឹងក្លាយជាវីរបុរសរបស់សម្ព័ន្ធបេសាចហើយព្រោះពួកឯងបានភ្លីជីវិតក្នុងពេលប្រយុទ្ធការពារទីក្រុងយ៉ាងអង់អាចនឹងណាហាហាគ្រូសាចៅគួរតែស្លាប់លោកប្រុសធំអ្នកនាងទី2ឆាប់ទៅឲ្យលឿនទៅចៅជៀនយើងទប់ទល់មិនឈ្នះទេត្រូវតែរត់ចេញពីទីនេះហើយយកការពិតនេះទៅប្រាប់លោកម្ចាស់ឲ្យបានចង់រត់ហាគុំសង្ឃឹមថាអាចរត់រួចសំបីតែម្នាក់នោះគ្រប់គ្នាត្រូវតែស្លាប់នៅទីនេះហើយក្លាយជាផ្ទាំងសាឡាសាងអំណាចផ្ដាច់មុខរបស់គ្រួសារចៅយើងដែនកំណត់ពួកយើងរត់លេងរួចហើយចៅហ្វាយគឺជាដែនកំណត់មានអ្នកខ្លាំងកម្រិត80បានបើកដែនកំណត់បញ្ជាបេសាចហើយតើគឺកងទ័ពបេសាចរបស់គ្រួសារចៅពួកគេចង់វាយលុកចូលទីក្រុងហើយគិតមិនទៅចៅហ្វាយទម្រង់ទេវតាបិសាចកំពុងតែត្រជាក់នៅឡើយទេចំណែកទុនកម្មទេវតាក៏ប្រើអស់ទៀតគ្រូសាចៅកំពុងតែជីករណ្ដៅកប់ខ្លួនអញហើយក្រោយថ្ងៃនេះទៅអ្នករាល់គ្នានឹងបានដឹងថាពួកវាលួចខុបខិតជាមួយវិមានទេវតាបិសាចជាមិនខានប៉ាឥឡូវនេះមិនមែនជាពេលត្រូវនិយាយរឿងហ្នឹងទេគ្រូសាចៅវាលុកទីក្រុងពួកវាច្បាស់ជាមិនទុកឲ្យមានអ្នករស់រានមានជីវិតឡើយប៉ាអញមានត្រឹមធម្មពលកម្រិតម្ចាស់ក្បាច់គុណប៉ុណ្ណោះឆាប់ទៅពូនសិនទៅកូនប្រុសត្រឹមអ្នកបញ្ជាបិសាចកម្រិតអធិរាជ level 80វាមិនស័ក្តិសមនឹងឲ្យប៉ាអញរត់គេចពីវានោះទេវើយយីផ្លាស់ទី1ប៉ព្រិចភ្នែកហ្មងលោកប៉ាអញមិនមែនត្រឹមជាម្ចាស់ក្បាច់គុណទេហីឈិនស៊ីតាមពិតឲ្យកូនអញលួចមកពួននៅក្នុងទីក្រុងលីនហៃនេះសោះនោះគឺជាប៉ារបស់បងប្អូនតើប៉ុន្តែបិសាចកំណើតរបស់គាត់មិនមែនត្រូវគេឃុំខ្លួននៅក្នុងវិមានទេវតាបិសាចទេអីចុះគាត់បានធ្វើពលមកពីណាទៅឈិនស៊ីមិនមែនជាមនុស្សអច្ឆរិយៈកាលពីឆ្នាំនោះទេមិនចម្លែកទេដែលបងប្អូនខ្លាំងយ៉ាងនេះតាមពិតប៉ារបស់គាត់គឺឈិនស៊ីសោះទេបងប្អូនខ្លាំងជាងប៉ារបស់គាត់ទៅទៀតទោះមិនដឹងថាហេតុអីឈិនស៊ីអាចហោះលើអាកាសបានក៏ដោយតែបិសាចកំណើតរបស់គាត់មិននៅក្បែរខ្លួនទេគាត់ដាច់ខាតមិនអាចជាគូប្រកួតរបស់ចៅជៀនឡើយពិតជាទេវតាប្រទានពរឲ្យគ្រួសារចៅយើងមែនកំទេចទីក្រុងលីនហៃចៅរួចចាប់ឲ្យកូនអញទៀតគ្រួសារចៅនឹងបានគ្រប់គ្រងអំណាចក្នុងពេលឆាប់នេះហើយវើយហាហាកាលពីឆ្នាំនោះអត្តសញ្ញាណប្រពន្ធអញត្រូវបានលាតត្រដាងពួកអ្នកខ្លាំងពីវិមានទេវតាបិសាចក៏បានមកវាយប្រហារធ្វើឲ្យគ្រួសារអញត្រូវប្រត់ប្រាស់គ្នាអស់18ឆ្នាំគឺគ្រួសារចៅឯងដែលលួចខុបខិតជាមួយវិមានទេវតាបិសាចដើម្បីបដូរយកភាពរុងរឿងរបស់គ្រួសារអញមែនទេត្រឹមត្រូវហើយឈិនស៊ីក៏ត្រូវអរគុណអញដែរបើមិនអញ្ចឹងទេមិននឹងគ្រួសារចៅវិញអាចខ្លាចជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់សម្ព័ន្ធបិសាចមានអំណាចពេញដៃបែបនេះទៅដើម្បីតបស្នងគុណឯងគ្រួសារចៅវិញនឹងទុកជីវិតឯងដើម្បីយកឯងទៅគំរាមកូនប្រុសឯងឲ្យប្រគល់បិសាចទេវតាមកពិតជាស្នាដៃរបស់គ្រួសារចៅឯងមែនគំនុំមួយនេះអញនឹងឲ្យគ្រួសារចៅឯងសងមកវិញដោយឈាមម៉ែអាថ្លែងអាណាគេហ៊ានទម្លាក់ពាក្យចាំអារ៉ាមថាប៉ាគាត់ជាជនពិការនោះវើយកម្លាំងសត្វកាចសាហាវខ្លាំងប៉ុណ្ណឹងតើមនុស្សពិការឯណាអាចបញ្ចេញបានទៅកម្លាំងសត្វមួយនេះមើលទៅមិនដូចជាសត្វវេទមន្តដែលត្រូវគេឃុំឃាំងសោះនេះវាជារឿងស្អីឲ្យប្រកាសទៅណោះនេះជាប៉ារបស់ខ្ញុំមែនទេកិច្ចសន្យាសត្វបញ្ច្រាស់វាជាកិច្ចសន្យាសត្វបញ្ច្រាស់មែនចេញស៊ឺប្រាកិច្ចសន្យាសត្វត្រូវបណ្ដាសាហើយកិច្ចសន្យាសត្វបញ្ច្រាស់អញ្ចឹងហ៎កម្លាំងរបស់សត្វចម្លែកវានឹងវាបោកចូលរាងកាយម្ចាស់វាវិញមិនខានបើទ្រាំមិនបានទេ
ច្បាស់ជាផ្ទុះខ្លួនស្លាប់ភ្លាមតែម្ដងហើយកិច្ចសន្យាមួយនេះបើបើកហើយគឺមិនអាចបញ្ឈប់បានឡើយណា តាំងពីយុគសម័យអ្នកវឹកហាត់សត្វហ្វកើតមកម្លេះមិនទាន់មានអ្នកវឹកហាត់សត្វណាម្នាក់ អាចទ្រាំនឹងកម្លាំងទាំងមូលរបស់សត្វវេទមន្តបានទេ គ្មាននរណាម្នាក់ឡើយគឺផ្ទុះខ្លួនស្លាប់ទាំងអស់ហ្មងសំហើយដែលគេដាក់រហ័សស្នាមឲ្យគាត់ថាអាចឈួតចេញនោះគាត់ពិតជាឈួតបាត់ទៅហើយតើអាចឈួតឯងឈួតបាត់ហើយប៉ាកូនប្រុសមិនបាច់បារម្ភទេអ្នកដតីអាចនឹងទ្រាំមិនបានតែប៉ារបស់ឯងទ្រាំបានដើម្បីមកឯងនិងដើម្បីឯងប៉ាដាច់ខាត់មិនឲ្យផ្ទុះខ្លួនស្លាប់ឡើយ ចៅធានយិនយ៉ាវថេនៀនអញដឹងថាអញកំពុងតែលួចមើលវើយអញនឹងយកឈាមពួកវឹកហាត់សត្វរបស់ត្រកូលចៅឯងមកក្រាជាផ្លូវឲ្យកូនប្រុសអញឡើងកម្រិតថ្ងៃនេះឪពុកកូនចេញស៊ើពួកអញសូមប្រកាសសង្គ្រាមផ្ដាច់ព្រាត់ជាមួយត្រកូលចៅរបស់អញហ្មងទៅចេញស៊ើអញហ៊ានបំផ្លាញផែនការធំរបស់ត្រកូលចៅវិញហាសោះអញនឹងធ្វើឲ្យឪពុកកូនឯងរស់មិនស្មើស្លាប់ឡើយលោកម្ចាស់សូមរងាប់កំហឹងសិនទៅទៀន លោកម្ចាស់មើលទៅលោកចៅជៀនយ៉ាវយៀនប្រហែលជាមិនមែនដៃគូចេញស៊ើទេរឿងសម្ងាត់ដែលពួកយើងខុបខិតជាមួយវិមានទេវតាសត្វនោះត្រូវបានបែកធ្លាយបាត់ទៅហើយខាងសម្ព័ន្ធសត្វវេទមន្តច្បាស់ជាមិនលើកលែងឲ្យពួកយើងដាច់ខាតត្រូវតែប្រញាប់រៀបចំកម្លាំងទប់ទល់ឲ្យលឿនទើបបានបញ្ជូនបទបញ្ជាឲ្យអ្នកវឹកហាត់សត្វរបស់ត្រកូលចៅទាំងអស់ដកថយទៅកោះខ្លាឋានស៊ុកវិញភ្លាមដកថយទាំងអស់ចុះទីក្រុងផ្សេងទៀតនោះបើត្រកូលចៅយកមិនបានហើយអញ្ចឹងក៏កំទេចវាចោលឲ្យខ្ទេចហ្មងទៅសម្ព័ន្ធសត្វវេទមន្តក៏គុំសង្ឃឹមថានឹងមានវត្តមានទៅទៀតដែរបាទលោកម្ចាស់ លោកម្ចាស់វិមានទេវតាសត្វដ៏អស្ចារ្យខ្ញុំចង់ធ្វើការដោះដូរថ្មីមួយជាមួយលោកគឺពាក់ព័ន្ធនឹងតម្រុយរបស់គុជទេវតាសត្វពីរាំងវាសិនពីរាំងវាឲ្យយើងភ្លាម ពួកឯងធ្វើឲ្យគ្រួសារអញប្រត់ប្រាស់គ្នា18ឆ្នាំថ្ងៃនេះពួកឯងគុំសង្ឃឹមថារត់រួចឲ្យសោះវើយនេះហើយហោជាកម្លាំងពិតរបស់កម្ពុជាទេពកសដ៏ខ្លាំងកាលពីមុននោះបើសិនជាគេមិនត្រូវគេបណ្ដេញចេញពីសម្ព័ន្ធសត្វវេទមន្តទេពូជសាសន៍មនុស្សយើងច្បាស់ជាទទួលបានកម្ពុជាមេកងទ័ពកម្រិតអធិរាជជំនះទៀតបាត់ទៅហើយចេនស៊ឺកិច្ចសន្យាសត្វបញ្ច្រាស់នេះមិនដែលធ្លាប់មានអ្នកណាទ្រាំបានទេវាជាបំរាមដាច់ខាតរបស់អ្នកវឹកហាត់សត្វអញច្បាស់ជាស្លាប់តែហោងមិនខានទេអញនឹងចាំអូស្កែងទៅស្ថានរកជាមួយគ្នាហាហាហាកូនប្រុសឲ្យស៊ីវហ្វិនលេបពួកវាទៅគួរតែអាចឡើងដល់កម្រិត70ហើយសាច់កម្រិតខ្ពស់ច្រើនម្លេះខ្ញុំមកហើយចាធម្មពលវិវត្ត100ចាប់ផ្ដើមការវិវត្តចៅហ្វាយខ្ញុំចិត្តវិវត្តទៅជាស្ដេចសត្វវេទមន្តហើយចាកង្កែបវេទមន្តមាសកម្រិតអវិវត្តទៅជាស្ដេចកង្កែបមាសកម្រិតម៉ែអាថ្លែងកម្រិត72បាត់បើលេពួកអ្នកវឹកហាត់សត្វតកោចៅទាំងអស់នោះបងពោមិនឡើងដល់កម្រិត90ហ្មងទៅប៉ាកិច្ចសន្យាសត្វបញ្ច្រាស់នឹងពិតជាគ្មានវិធីដោះស្រាយមែនហ៎កិច្ចសន្យាត្រូវបណ្ដាសាមិនអាចដកចេញវិញបានទេតាមពិតប៉ាគិតទុករួចហើយបើឯងមិនអាចស្រូបយកគុជទេវតាសត្វបានទេប៉ាក៏នឹងបើកកិច្ចសន្យាសត្វបញ្ច្រាស់នេះហើយទៅជួយម៉ាក់ឯងតែម្នាក់ឯងដែរកុំគិតច្រើនអីណា
ប៉ារបស់ឯងច្បាស់ជាអាចបំបែកបណ្ដាសាមួយនេះហើយខ្លាយជាកម្ពុជាអ្នកវឹកហាត់សត្វដែលខ្លាំងជាងគេមិនខានពួកយើងនឹងទៅជួយម៉ាក់ឯងទាំងអស់គ្នាតាឈុនសៀវវឹងពួកឯងមិនអីទេហីចុះហ្វុងសัตว์វេទមន្តទៅណាអស់ហើយលោកតាលោកមកយូរពេលហើយហ្វុងសัตว์ត្រូវបងពុកម្ចាស់ម្នាក់ឯងខ្ទេចអស់ហើយចំណែកតបត្រកូលចៅវិញក៏ត្រូវលោកពូជេនវីតតែញាប់អស់ដែរត្រកូលចៅហ៊ានខុបខិតជាមួយវិមានទេវតាសត្វចង់ដណ្ដើមយកទីក្រុងលីនហៃហាសរឿងនេះដាច់ខាតមិនអាចលើកលែងឲ្យបានទេលោកតាប៉ៃកាលពី18ឆ្នាំមុនអរគុណលោកតាដែលបានចេញមកការពារអាយុជីវិតឪពុកកូនយើងខ្ញុំអូហូលោកតានិងលោកពូជេនធ្លាប់មានរឿងអញ្ចឹងជាមួយគ្នានិស័យហ្មងពិតជានិស័យមែនត្រូវអត់តាអូនការនោះតាមិនដាច់ចិត្តមើលកម្ពុជាទេពកសរបស់មនុស្សជាតិត្រូវស្លាប់ចោលអាសាបងនោះទេមើលទៅតាសម្រេចចិត្តមិនខុសមែនអាត្រកូលចៅចង្រៃហ៊ានខុបខិតជាមួយវិមានទេវតាសត្វស្មើនឹងក្បត់ពូជសាសន៍មនុស្សហើយរឿងនេះតែច្បាស់ជារីកាប្រាប់មេដឹកនាំសម្ព័ន្ធមិនខានដើម្បីកម្ចាត់ពួកវាឲ្យអស់ពីឫសគល់ប្រមូលអ្នកវឹកហាត់សត្វទាំងអស់ត្រឡប់ទៅទីស្នាក់ការសម្ព័ន្ធវិញភ្លាមកងទ័ពវិមានទេវតាសត្វចេញរំកិលហើយពួកសត្វវេទមន្តនឹងវាយលុកទ្រង់ទ្រីធំក្នុងពេលឆាប់នេះស្អីគេមានរឿងអីទៅលោកតាប៉ៃខ្ញុំគិតថាត្រកូលចៅប្រហែលជាយកព័ត៌មានពីសត្វវេទមន្តរបស់ខ្ញុំទៅប្រាប់វិមានទេវតាសត្វបាត់ហើយសត្វវេទមន្តរបស់ហែងហ៎លោកតាសត្វវេទមន្តរបស់បងពោគឺជាសត្វទេវកថាសត្វទេវកថាកុំប្រាប់ណាថាគូទេវតាសត្វដែលពួកសត្វវេទមន្តតាមរកអស់18ឆ្នាំត្រូវអញស្រូបយកបាត់ហើយនោះរឿងនេះតាក់ទងនឹងអាយុជីវិតរបស់មនុស្សជាតិទាំងមូលហើយគ្រប់គ្នាឆាប់តាមដាតទាន់នឹងត្រឡប់ទៅទីស្នាក់ការសម្ព័ន្ធនៅរាជធានីវិញ